ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានអ៊ីមែលប្រើប្រាស់តែអត់ចាំលេខកូដថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងអ៊ីមែលដែលបងប្អូនអ្នកគ្នាភ្លេចលេខកូដនេះជាចំណេះដឹងមួយដែលខ្ញុំបានចែកម្លែកទៅពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានអ៊ីមែលហើយភ្លេចលេខកូដបងប្អូនអ្នកគ្នាអាចចង់យកលេខកូដរបស់ពុកម៉ែបងប្អូនអ្នកគ្នាទៅដាក់នៅទូរស័ព្ទផ្សេងឬក៏មានកុងតឺណាបងប្អូនតែងតែចូលទៅដាក់នៅលើកុងតឺដើម្បីប្រើប្រាស់ចឹងទៅពុកម៉ែបងប្អូនអ្នកគ្នាអាចចុចតាមខ្ញុំមកយើងចូល profile យើងចុចចូល profile ខាងលើនឹងមកហើយបន្ទាប់មកយើងចុចយកពាក្យគ្រប់គ្រងគណនីរបស់ពុកម៉ែបងប្អូននឹងមកបងប្អូនចុចរួចបងប្អូនរងចាំបន្តិចសិននៅវាដើរសិនអ៊ីនធឺណិតនៅខាងរៀង slow តិចណាជាផ្សាយផងជាងមកដល់ត្រង់ចំណុចនេះពុកម៉ែបងប្អូនអ្នកគ្នាចុចយកពាក្យសុវត្ថិភាពនិងការចូលគណនីរបស់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានរូបកូនសោបងប្អូនចុចទៅមកបងប្អូនចុចរួចយើងនឹងឃើញពាក្យថាពាក្យសម្ងាត់ដែលយើងជាអក្សរខ្មែរនេះជាទូរស័ព្ទ Android បងប្អូនអ្នកគ្នានៅលើទូរស័ព្ទ Android យើងចុចចូលមកដល់ត្រង់ចំណុចនេះជាលេខពាក្យសម្ងាត់បងប្អូនទាំងអស់គ្នាដែលដាក់នៅលើទូរស័ព្ទដៃនៅលើអេក្រង់យើងចុចចូលកន្លែងហ្នឹងរួចគឺយើងអាចចូលទៅ wipe password email ថ្មីរបស់យើងបានហើយបងប្អូនទាំងអស់គ្នាយើងមកដល់កន្លែងនេះគឺយើងអាច wipe password ថ្មី email របស់យើងបានណាបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់អត់ស្គាល់ឬក៏អត់ចាំ password បងប្អូនអាច wipe ថ្មីបានបងប្អូនអញ្ចឹងបងប្អូន wipe លេខកូដpassword ថ្មីយើងមកដល់ចំណុចហ្នឹងគឺយើង wipe password ថ្មីខាងលើខាងក្រោមគឺដូចគ្នាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នា wipe តាមខ្ញុំមកហើយបន្ទាប់ wipe រួចគឺយើងចុចពាក្យតែបដូរពាក្យសម្ងាត់បងប្អូនអ្នកគ្នាចុចតាមខ្ញុំនឹងមកតែយើងចុចរួចយើងចុចពាក្យបដូរពាក្យសម្ងាត់ម្ដងទៀតហើយត្រង់ចំណុចនេះគឺយើងអាចវាយ password ថ្មីរបស់យើងបានហើយបងប្អូនអ្នកគ្នាយើងចុចចាប់ដើមនឹងមកគឺយើងអាចបង្កើត password ថ្មីសម្រាប់ email របស់យើងបានហើយមកដល់ចំណុចនេះគឺយើងអាចដាក់បានអ្នកទាំងអស់គ្នាគឺការពិនិត្យសុវត្ថិភាពនៃគណនីរបស់យើងណាបងប្អូនអ្នកគ្នាគឺអាចដាក់បានហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយចុច subscribe channel YouTube ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ